G-Sport វិសាលភាពនៃកីឡាតោះឥឡូវយើងចូលមកដល់រឿងកំពុងតែក្តៅម្សិលមិញខ្ញុំព្រឹងមិញនេះដែរយប់មិញបាទលោក follow រ៉ូម៉ាណូចេញដល់យប់មិញលើតាក់ទងនឹងបាសេឡូណាអ្នកមានបុន FC បាសេឡូណាអត់លុយទេបាទនាំយកកីឡាករ Anthony Gordon បាទពីញូកសតែ Anthony Gordon បើយើងនិយាយថាកីឡាករវាល្អមែនល្បឿនលឿនប្រយុទ្ធក៏ល្អហើយបង្កើតឱកាសពីច្រើនគេចង់បានកីឡាករណាដែលបង្កើតឱកាសរកបាល់ខ្លួនឯងមិនមែនយកកីឡាករមកចាំតែបញ្ជូនបាល់មកសុទ្ធទេតែ Anthony Gordon អត់ទេគាត់បង្កើតឱកាសគ្រោះថ្នាក់ច្រើនចង់ថាបង្កើតឱកាសមកទៅតែធ្លាប់ប៉ះនេះទៀតទេបាសេធ្លាប់ប៉ះញូកាសលហ្នឹងស៊ីបានសូនប៉ះនៅវគ្គដូចជា16ក្រុមចុងក្រោយណាឬក៏8ដូចស៊ី7ហើយ7ក៏ជើងទី1នៅទឹកដីញូកាសលមួយស្មើមកហើយអូនៅទឹកដីញូកាសលមួយស្មើបាទទឹកដីទៅពេលទៅទឹកដីបាសេវិញបាសេដាក់7-2ចុយបាទអញ្ចឹងចាប់អារម្មណ៍ដល់ចាប់អារម្មណ៍បាសេតែយើងនិយាយថាចេះទិញកីឡាករមកវាត្រូវហើយអាហ្នឹងជា Lewandowski គាត់ចេញក៏យក Anthony Gordon មកជំនួសឬក៏យ៉ាងណាយើងមិនទាន់ដឹងទេគាត់ឆ្វេង Lewandowski ឆ្វេងកណ្ដាលគាត់អាចលេងឆ្វេងកណ្ដាលគាត់អីក៏ដឹងអញ្ចឹងមានថាយកមកពង្រឹងអាខ្សែប្រយុទ្ធរបស់គេឲ្យរឹងមាំទៅទៀតក៏យើងមិនដឹងអាហ្នឹងគេអត់ទិញអាក្មេងនៅមើលគុណ Rashford ទេមិនបានអញ្ចឹងវារមើលគុណមែនមិនមើលការវាជាប់ជំរឿជាតិអង់គ្លេសវាអរគុណអាណាអរគុណឲ្យគេបាសេអេវ៉ាតុនញូកាសលអីណាវាអត់អរគុណមែនយូហ្នឹងមិនត្រូវមែនយូមកមើលគុណអីគេចង់ថាវាឆ្លើយវាឌឺដងមែនយូវាអត់មានអរគុណមែនយូទេដែលជួយបដោះបដាវាទេឃើញអត់វាតែអរគុណក្លឹបណាផ្សេងអរគុណបាសេអរគុណដែលធ្វើឲ្យវាបានជាប់ជំរឿជាតិចង់ថាមិនត្រូវអរគុណបើសិនវានៅមែនយូហើយសុយវាបានលេងបាទឡើយខ្ញុំតែមែនយូការពីដើមរដូវកាលមិនត្រូវកាមិនអន់អញ្ចឹងវាមិនលេងទម្រង់ទេកីឡាករដល់ពេលលេងទៅបើសិនជា Rashford គាត់លេងនៅក្នុងមែនយូគាត់មិនអាចបង្ហាញទម្រង់លេងដល់ល្អឲ្យជំរឿជាតិបានឃើញទេយល់ឡើយតែមិនក៏មែនយូធ្លាប់បដោះតាំងពីយុវជនមកពីណាហ្នឹងវានិយាយមកផ្លេតវាភ្លេចគិតតែវាថាមនុស្សវាសាញ់គួរក្បាលដែរវាអត់មានគិតថាគេខំបដោះវាពីណាវិន័យមកដល់ពេលវានិយាយយ៉ាងណារដូវកាលនេះទៅលេងបាសេឡើងកូនបន្តិចចោះឥឡូវខ្ញុំនិយាយតែជាតិជាប់វាទៅអរគុណនេះណាចោះឥឡូវចង់និយាយតែបើវាមិនចង់បើ Rashford មិនចង់ទៅមែនយូវិញហ្នឹងអញ្ចឹងមិនត្រូវនិយាយអញ្ចឹងហើយតែសំខាន់បាសេក៏គេមិនទាន់មើលឃើញ Rashford ដែរវានៅតែពាក្យចាំរានថាទិញ30លានឥឡូវទៅទិញ Anthony Gordon 70លាន and odd 10លានទៀត80លានចុះហី30លានអត់មានលុយទិញចរចាចង់ងាប់ចរចាតម្រាំតែបាននិយាយចរចាត្រូវមក30លានAnthony Gordon ចូលលើតាមព័ត៌មានចរចាមួយថ្ងៃនិយាយទៅក៏ឃើញថាគាត់ថា Anthony Gordon អូខេភ្លាមយកឲ្យមកនេះវាតាមពីខ្ញុំមើលតម្រងឲ្យគិតទេណាបាទមិនបិទផ្នែកសម័យទេមិនមកយើងមើលតម្រងឲ្យគិតទេខ្ញុំគាត់ថាពេលដែលញូកាសលប៉ះបាសេហ្នឹងហើយបាទព្រោះការជើងទី1នៅទឹកដីញូកាសលបិទខ្លាំងណាចាំថាតម្រងនេះមានថាបាសេគាត់មិនធម្មតានៅទឹកដីក្រៅគាត់លេងក្រៅដីគាត់មិនសូវបុកខ្លាំងគាត់ទប់បាទការមុននោះគាត់ទប់ច្រើនហើយគាត់មិនសម្រុកច្រើនហើយញូកាសលគេបង្ហាញតម្រងដីមកខំណាគេកំប្រឹងជាងនិយាយចេះក្នុងដីគេអញ្ចឹងបានលទ្ធផលមួយស្មើញូកាសលនៅមុខមុនណាតោះមកបានស៊ីចុងមកយ៉ាម៉ាល់ស៊ីពេលហ្នឹងបានមើលដែរពេលនេះយ៉ាម៉ាល់ពេលត្រូវចុងមកហ្នឹងហ្នឹងតាមស្មើទេតាមស្មើបាទព្រោះញូកាសលដាក់មុននៅហ្នឹងហើយដល់ពេលមកដល់ទឹកដីបាសេវិញទោះលទ្ធផល7-2ក៏ដោយតែ Anthony Gordon បង្ហាញខ្លួនបានល្អបាទតាំងពីជឿនគឺបង្ហាញខ្លួនបានល្អអញ្ចឹងតាក់ផ្នែកលោក Hansi Flick បាទអញ្ចឹងធ្វើឲ្យបាទអានេះពីខ្ញុំគិតណាខ្ញុំគាត់ថាអញ្ចឹងនៅពេលដែលឃើញការលេងប៉ះបាសេហ្នឹងហើយទោះគាត់អត់បានរកគ្រាប់បដោយតែគាត់តែមើលបង្ហាញទម្រង់លេងល្អដូចឥឡូវយើងឃើញជំនឿជាតិទេអង់គ្លេសខ្លះកីឡាករបានលេងអេស្ប៉ាញខ្លះកីឡាករបានលេងចាប់ដើមមានមតិរិះគន់ច្រើនហ្នឹងครับតែ Anthony Gordon គាត់ជាប់ជំនឿជាតិទៅលេង World Cup ដែរអត់បញ្ហាតែគាត់ថាឥឡូវយើងមកនិយាយថាបាសេគាត់ទិញត្រូវគាត់ទិញចង់ថាគាត់ទិញ Anthony Gordon យកមកព្រោះ Anthony Gordon ដូចនិយាយមុនអញ្ចឹងល្បឿនគាត់លឿនការញាក់ការ skill របស់គាត់អត្ថរបស់គាត់ល្អហើយគាត់បង្កើតឱកាសនិយាយថាកីឡាករបើយើងទិញយកបែបហ្នឹងយើងយកមកកីឡាករណាដែលបង្កើតឱកាសដូចរ៉ូណូអញ្ចឹងឃើញរ៉ូណូគាត់បង្កើតឱកាសខ្លួនឯងសឹកនិយាយថាបាល់មិនចាំឲ្យគេប៉ះមកគាត់ផងមានបាល់គាត់បង្កើតឱកាសខ្លួនឯងសុទ្ធយកមកតែបើកីឡាករផ្សេងដូចស្មែឥឡូវដូច Haaland មកនិយាយ Haaland វិញចាំសុទ្ធ Haaland កាលពីមុនមាន Kevin De Bruyne នៅឃើញអត់បញ្ជូនបាល់មកដូចផ្កាបាទចាំសុទ្ធដល់ពេល Kevin De Bruyne ចេញឃើញ Haaland អត់បាទ Haaland តែគាត់ទៅគាត់រកសាកទៅអារ៉ាប់មើលតែគាត់ថាគេបាសេគេសម្រាប់ចិត្តទិញ Anthony Gordon គឺបែបហ្នឹងហើយណាមួយបើ Marcus Rashford ដូចយើងនិយាយអញ្ចឹងមិនទៅសង្ស័យគឺវាអត់ទាន់ច្បាស់ទៅណាហើយកីឡាករចង់ថាលេងបង្ហាញទម្រង់លេងដូចទៅបានប្រកួតដែរសម្រាប់ Rashford គាត់អត់សូវជាប់ជាមួយអ្នកដំបងអញ្ចឹងមានន័យថាគេចង់ថាឥឡូវ30លានអត់ទាន់ទិញបាសេអត់ទាន់ទិញចាំមើល Man U មើលគេធ្វើម៉េច Man U ឥឡូវតម្លាក់ដល់20លានទេអត់ទេលក់ថាផ្សេងទៅនេះអញ្ចឹងមានន័យថាវាសនា Rashford យើងអត់ទាន់ច្បាស់ថាទៅណាហើយបោះសម្ដីទៅខាត់ Man U យ៉ាងទៀតអ្នកមានគុណអរគុណបាសេដែលបានឲ្យខ្ញុំមានឈ្មោះលេងជំនឿជាតិអានោះកាន់តែក្រៅទៀតលក់ឲ្យ10លានហើយសម្រាប់ហ្នឹងទៅអាចនឹងបើតាមចាំមាន PG មានអីចឹងណាបាទហើយក៏ Spurs ចាប់អារម្មណ៍ដែរ
Spur PG អូនិយាយរឿង Spur ទៅ Aston ទៀតមែននេះយើង អើយ Spur ឃើញគាត់មានចាមរាម Rashford ទេណាអញ្ចឹងយើងមិនដឹងថាគាត់ទៅណាទេតែគាត់ថាយើង អត់មិនខ្ញុំជឿថា Rashford បើឲ្យទៅអង់គ្លេសវិញគាត់អត់ទៅទេ វាអញ្ចឹងវាហួសចិត្តត្រង់ថាចរចានោះតែមួយយប់ពីរយប់ចរចាបាន Andy Gordon ហើយ តម្លៃថ្លៃ តម្លៃ70លាន and on បូក 10លានទៀត 80លានហើយអានោះតែ30ហើយទាំងដែល Marco Rashford គាត់ជាកីឡាករបាសនឹងមករដូវកាលនឹងដែរនឹងឃើញតែអាយុនឹងជា24 25ឯហើយ ចុះអាកូដុនហ្នឹងដូចគ្នាខុសគ្នាមួយឆ្នាំពីរឆ្នាំណា Gordon 24 25ឯដូចជា24 25ហើយ Rashford ដូចជា28 27 27ហើយ27តែគាត់ថាអានោះគេក្មេងហើយគេល្បឿនលឿនគេល្អជាង បើយើងនិយាយពីចង្វាក់នៃការលេងស្មើតែ Rashford ទៅខ្ញុំនិយាយពីចូលទៅជម្រើសជាតិទីចុះទោះ Rashford បានចូលជម្រើសជាតិក៏ដោយឆ្វេងនឹងដឹង Anthony Gordon ហើយបើមិនចឹងទេ Morgan Roger Aston ណាខ្លាចតែខ្លាមក Rashford បាន11អ្នកដំបូងអត់ អត់ទេខ្ញុំអត់តាមបានលេងចឹងមែនតែខាងមិនគួរណាបោះពាក្យថាបំរុងគាត់ថាបំរុងច្រើនជាងមិនគួរណាបោះពាក្យទៅកាន់ Man U សរសើរបាសេថាជួយយើងយល់ថាបើសិនជាគាត់នៅ Man U បើយើងពិភាក្សាបើគាត់នៅ Man U កាលពីរដូវកាលមុនខ្ញុំអាចជឿថាអត់បានលេងមែនពីព្រោះ Man U ពេលធ្លាក់ទម្រង់ខ្លាំងទៅតែលោក អីទេ Michael Carrick មកទេបានការប្រែឡើងវិញថាគាត់តែមិនគាត់អត់មានបញ្ហាដូចនៅរៀលម៉ាឌ្រីតចឹងអាបន្ទប់ Plaza de Paz ចឹងបានលោក Robin Amorim មកដឹកនាំកាលនោះក៏វាមិនបន្ទប់ Plaza de Paz ក៏វាមិនស្រួលដែរវាក្តៅកន្ទុកដូចគ្នាមកធ្វើឲ្យ Rashford គាត់មិនពេញចិត្តដូច Sancho ក៏មិនពេញចិត្តអីចឹងទៅឬក៏ធម្មតាធ្លាប់ទទួលឯងមកព្រមតែដល់ពេលគេមកបបាក់ថ្មងធ្វើម៉េចយើងមិនការរើបំរាផ្លាទូឯងសុកជី Lamborghini គេឲ្យមកជី Toyota វិញមកជីអាហ្នឹងវាអញ្ចឹងហើយយើងចាំមើលវាស្នា Rashford ខ្ញុំជឿថាបើសិនជាបាសេដាក់តម្លៃចរចានឹងអត់ត្រូវទេមែនយូអាចនឹងលក់ចេញទៅក្លឹបផ្សេងតែបើថានៅក្នុងអង់គ្លេសហើយ Rashford អត់ចូលលេងទេទេបើខ្ញុំគិតថាទី1តម្រងរបស់ Rashford ទី2ប្រាក់ខែគឺថា Andy Gordon មួយ Rashford ប្រាក់ខែបាច់ខុសគ្នាពីរនោះបើតែខ្ញុំគិតណាអានឹង Rashford ច្រើនជាង35នេះច្រើន35ម៉ឺនមួយសប្តាហ៍ Rashford ច្រើនណាស់មែនយូហើយ Andy Gordon មកថា20ម៉ឺនឧទាហរណ៍គឺយកគ្នា5ដបអញ្ចឹងអស់គ្នា5ដបវាអាចនឹងខ្ញុំមកទី1ប្រាក់ខែនោះដែរបាទកតាប្រាក់ខែដែរហើយយើងមើលធម្មតាគេយកទៅគេមិនមើលតែចរិតកីឡាករបាទចុះទៅលេងមកដល់កាលហើយអញ្ចឹងគេមិនមើលតែ Rashford តែចរិតមិនដែរតែបើល្បី Rashford ល្បីថាពេល El Clasico នេះមិនបានណាបានវាថាវាអបរោះហើយគេថាបង្កើតវត្តសាស្ត្រគេ free kick ចូលបានបន្ទាប់ពីលីណាមេស៊ីទៅអា free kick បង្គាប់ចូលដល់ប៉ះមួយ El Clasico បានមានមានមុខមានមាត់មកតែសំខាន់30លានអត់ទិញអត់ដឹងថាគិតមិនដែរសម្រាប់ Marco Rashford តែគាត់ថាបើយើងនិយាយថាយុទ្ធធម៌សម្រាប់ Marco Rashford គឺយើងពិបាកតិចសម្រាប់បាសេគាត់មើលរំលងកីឡាករដែលលេងមួយយើងទូយើងមិនដល់30លានវាតិចអានោះ70អេត10ទៀតវាច្រើនណាវាគុណហ្មងចង់គុណនឹង3អត់ទេ30លានហើយតែនេះបានត្រូវចរចាយូរមែនទាំងតែ Marco Rashford គាត់លេងនៅក្នុងបាសេណាមកបាសេមកដល់ចឹងមានន័យថាមកពីគេមិនចង់បានឬក៏មិនចរចាមិនត្រូវគ្នាក៏មិនចរចាមិនត្រូវមិនបានមិនត្រូវហើយគេចរចាមិនមើល30លានមើល80លានយកមកបានណាបើថាមិនពេញចិត្តមិនចង់បានមកហ្នឹងជឿតែខ្ញុំគាត់ថាគេមើលឃើញ Anthony Gordon សក្តានុពលគាត់ល្អជាងវាអាចវានៅបន្តបាន5 6ឆ្នាំ3 4ឆ្នាំទៅទៀតព្រោះអាយុគេនៅរៀងតិចតែ Marco Rashford វាចង់ចូលដល់30រៀងហើយបង្ហាញទម្រង់លេងក៏មិនសូវបានច្រើនបានល្អទៀតណាតែអាហ្នឹងវាលឿនមែន Anthony Gordon គឺទសារគាត់លឿនគាត់លេងមកតែគាត់ឆ្លាតឆ្វេងកណ្ដាលគាត់លេងមកទាំងអស់ហើយកីឡាករវ័យក្មេងដែរទៅ24 25ជាតិអង់គ្លេសទៀតហើយបានចូលជម្រើសជាតិទៀតចាំការអត់ទេ Anthony Gordon ហ្នឹងល្អសូម្បីតែអង់គ្លេសមកឈុតក្រោយសេរីគាត់ក៏ឡើងជើងដែរដូច Gibbs នៅ Nottingham Forest ដូចអី Morgan Roger ឃើញសេរីគាត់ហ្នឹងស្ដាប់តែគាត់ថាយើងស្ដាយ Cole Palmer មួយ Phil Foden មកយ៉ាងហ្នឹងគាត់ធ្លាក់ទម្រង់តិចបាទនេះយើងឈានចូលដល់បន្តិចណាចាំសូក្រោយយើងជជែកទៅនឹង World Cup មក World Cup យើងចូលចិត្តដល់ហើយ World Cup យើងជជែកទាំងអស់គ្នាពីមិត្តឥឡូវយើងដល់ហើយយើងព័ត៌មានអំពី Rashford ជាមួយនឹង Gordon ដែលថ្មីនេះអញ្ចឹងគឺខំថា Rashford នឹងរកក្លឹបផ្សេងថ្មីដែលចេញពីហ្នឹងទៅព្រោះគេមិនឲ្យតម្លៃផងនៅទៀតមិនអញ្ចឹងកន្លែងណាមិនឲ្យតម្លៃយើងផងយើងនៅតែខ្ញុំទៅទូគីញ៉ាំអាចនឹងអ៊ីតាលីតែបើទៅអារ៉ាប់ទៀតល្អRashford ខ្ញុំទៅហូយណាគាត់មកទៅអ៊ីតាលីធ្លាក់បាត់កីឡាករដែលល្អដែលទៅអ៊ីតាលីមើលទៅដូចរោគរាយពិបាកមើលមែនទេតែអញ្ចឹងប្រិមិត្តអញ្ចឹងយើងមានតែប៉ុណ្្នឹងសម្រាប់ព័ត៌មានកីឡាតែដល់នឹងព័ត៌មានព័ត៌មានក្តៅបើយើងឡើងចេញមកអូយបាទមកផ្ទុះពេញហ្នឹងហើយបាទមិនគួរជឿ Here we go បាទផ្ទុះបឹងហើយថាចុះបើសិនជាយើងជាMarco Rashford វិញយើងមិនយើងមានអារម្មណ៍អីបាទនោះលោតទឹកហើយវាក្តៅខ្លួនតែលោតទឹកហើយនិយាយភាសាថាអរគុណបាសេទៀតអរគុណបាសេឲ្យខ្លួនមានតម្រង់ល្អមានតម្រង់ល្អលេងបានបង្ហាញខ្លួននៅជំរឿជាតិឥឡូវឲ្យបង្ហាញខ្លួននៅជំរឿជាតិហើយមិននៅហ្នឹងទេចាហ្នឹងមានន័យថាម៉េចតើសារលៀបចាប់ឡើងយក Anthony Gordon មកហើយហ្នឹងហើយបាទអញ្ចឹងរឿងវាវែងឆ្ងាយវាពិបាកនឹងថាវាបាពុះបាត់វាមានឡើងចុះវាមើលអត់ឃើញទេអរគុណប្រិមិត្តយើងជួបគ្នានៅសូមក្រោយទៀតតោះច្រើន